ប្រសិនបើរថយន្តរបស់លោកអ្នកចេញរោគសញ្ញាខាងក្រោមនេះទោះបីជាមិនទាន់គ្រប់1ឆ្នាំក៏ដោយក៏ត្រូវយកឡានទៅដោះលាងម៉ាស៊ីនត្រជាក់ជាប្រញាប់ 1. ឡានមិនសូវត្រជាក់ឬត្រជាក់បែបភីភាយលោកអ្នកជន់ហ្គាឬបើកកង្ហារលេខធំហើយប៉ុន្តែឡាននៅតែមិនទាន់ត្រជាក់ដូចមុននេះមកពីធូលីដីកំទេចកំបើងឬស្លឹកឈើតូចៗទៅតោងបិទជិតផ្ទៃកាំមានម៉ាស៊ីនត្រជាក់ធ្វើឲ្យខ្យល់មិនអាចបក់កាត់ដកកម្ដៅបានល្អ 2. ធំក្លិនផ្អួរក្លិនផ្អាប់ឬក្លិនឆ្អាបទឹកនៅពេលបើកម៉ាស៊ីនត្រជាក់ភ្លាមមានធំក្លិនផ្អាប់ភាយចេញមកដោយសារកាំមីងម៉ាស៊ីនត្រជាក់ខាងក្នុងតាប្លូជាកន្លែងសើមនិងងងឹតវាងាយនឹងបង្កើតជាពពួកផ្សិតនិងបាក់តេរីដែលបង្កផលប៉ះពាល់ខ្លាំងដល់សុខភាពផ្លូវដង្ហើមនិងបង្កជំងឺអាឡែស៊ី 3. ឬសំឡេងរំខានចេញពីក្នុងតាប្លូមានសំឡេងលាន់ឮដូចខ្យល់ស្ទះឬសំឡេងហួចខ្លាំងនៅពេលបើកកង្ហារឡានព្រោះម៉ូទ័រកង្ហារត្រូវបានកកកុញដោយធូលីដីក្រាស់